បាទចឹងវាសួរបងប្អូនទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដៃថ្មីដែលអត់សូវដែលបងប្អូនអត់ដែលលេងជាមួយនឹងបច្ចេកប្រមាញ់បងប្អូនគួរតែជ្រើសរើសយកប្រភេទបែបនេះបងប្អូនអានេះគេហៅស្ទាំងកដោអាធំហើយតូចពីរនោះអានឹងស្ទាំងឡុកកាលពីដើមមកខ្ញុំទិញវាមកអាស្ទាំងកដោនោះ2ហើយអាស្ទាំងឡុកនោះ2ដែរនិយាយរួមទៅយើងស្រួលចិញ្ចឹមកូនទូចអញ្ចឹងយើងយកកមើលមកឬក៏កដោយើងបកយើងបកវាឲ្យស្អាតយកខ្លាញ់យកអីចេញអស់ទុកតែសាច់វាប្រភេទសាច់ក្រហមហ្នឹងខ្ញុំចិញ្ចឹម4ហើយងាប់អស់1ហើយឥឡូវនៅសល់3ហើយនេះគឺសកម្មភាពដែលយើងចិញ្ចឹមវាតាំងពីតូចរហូតដល់ធំគឺយើងចុកចំណីវាបែបហ្នឹងសាច់ដែលយើងយកមកគឺមានឆ្អឹងកមើលអីហ្នឹងយើងដាក់វាច្រាំទៅឲ្យម៉ត់ទៅហើយយើងឲ្យវាបញ្ចុកវាបែបហ្នឹងទៅលាយជាមួយទឹកបន្តិចអីចឹងទៅបាទសម្រាប់ស្ទាំងកដោគឺយើងចិញ្ចឹមវាសម្រាប់ free fly លេងប្រភេទបាក់សី free fly ហើយសម្រាប់បងប្អូនយើងនឹងមានថវិកាសមរម្យល្មមយើងអាចចិញ្ចឹមបានអានឹងវាតម្លៃវាយើងយកមកធូរថ្លៃដែរទេបើកូនក៏ខ្ញុំយកមកមួយត្រឹមតែ 40000 ហើយបើយើងយកច្រើនវាត្រឹមតែ 20000 30000អីទេតែបើធំហើយយើងវាតម្លៃវាតាមនឹងតាមអ្វីដែលយើងចិញ្ចឹមអានេះស្ទាំងអាឡូកដែលខ្ញុំយកមកវាទូចមែនតើអាស្ទាំងអាឡូកវាថ្លៃជាងស្ទាំងកដោធូរថ្លៃបើស្ទាំងអាឡូកវាតម្លៃវាអាចដល់ 50000 ទៅ 70000 ហើយបើវាធំប៉ុណ្ណេះហើយអាចចូល 80000 ទៅ 100,000ហ្នឹងហើយបងប្អូនហើយវាស្រួលចិញ្ចឹមដូចគ្នាប្រភេទនេះគឺវាងាយចិញ្ចឹមយើងបាញ់ទឹកបាញ់អីវាខ្លះទៅពេលខែក្តៅយើងបាញ់ទៅលើបកងទៅលើកន្លែងដែលវារស់នៅហ្នឹងយើងបាញ់វាឲ្យសើមទៅកុំឲ្យវាក្តៅពេកបាទយើងបញ្ចុកចំណីវាហើយយើងបាញ់វាទី1វាធ្វើឲ្យរោមវាល្អហើយវាឲ្យសត្វយើងត្រជាក់ផងតែអាហ្នឹងតាមបទពិសោធន៍ដែលយើងចំអញ្ចឹងបងប្អូនដែលយើងបាញ់អញ្ចឹងទៅនេះខ្ញុំសួរគេដែរទេខ្ញុំក៏ជាអ្នកចំមិនមែនជាអាជីពដែរខ្ញុំគ្រាន់តែរៀនចំឲ្យសួរទៅបងប្អូនដែលគាត់ធ្លាប់ចំហើយយើងយកវាបាញ់ទឹកបាញ់អីវាចឹងទៅហើយយើងជប់ចំណីវាហើយចឹងទៅយើងយកវាមកដាក់ហាលថ្ងៃអីចឹងមកបងប្អូនហាលថ្ងៃយើងកុំហាលយូរពេកហាលឲ្យវាមកត្រឹមវារឿងក្តៅហ្មមដែលថាវាបាត់លង្ហៀបាត់អីហើយយើងយកវាមកដាក់មកលុបវិញមកហើយបាទបងប្អូនហើយមកដល់ពេលនេះគឺសត្វខ្ញុំវារឿងធំដែរហើយបងប្អូនវាស៊ីវាស្រួលយើងចំមកពីទូចវាសាំងល្អវាអត់ដូចតែសត្វដែលយើងទិញមកធំទេយើងអត់សូវសាំងនឹងយើងអត់សូវស៊ាំជាមួយនឹងម្ចាស់បើយើងយកមកពីទូចអញ្ចឹងវាស៊ាំនឹងម្ចាស់វាងាយស្រួលវាតាមយើងដល់ម៉ោងវាស៊ីវារកយើងឃើញយើងវាស្រែកចឹងទៅហើយបើយើងអត់ទាន់ដាក់ខ្សែជើងវារត់មករកយើងបងប្អូនហើយជាអកុសលផងដែរបងប្អូនសត្វប្រមាញ់យើងកុំប្រហែសសោះជាមួយនឹងការថែទាំវាខ្សែជើងគឺយើងត្រូវតែមានកុំឲ្យប្រហែសដូចខ្ញុំអានេះស្ទាំងអាឡូកហើយនឹងស្ទាំងកដោខ្ញុំគិតថាស្ទាំងកដោវាអត់ចាប់អាស្ទាំងអាឡូកអត់ចាប់អាសត្វអីផ្សេងស៊ីតាមពិតវាចាប់ស៊ីដែរចឹងខ្ញុំឃើញវានៅជុំគ្នាដាក់វាស៊ីចំណីស៊ីអីមួយគ្នាចឹងអត់មានបញ្ហាប៉ុន្តែថ្ងៃមួយខ្ញុំដាក់ចំណីវារៀងយឺតបន្តិចថ្ងៃហ្នឹងខ្ញុំងើបអត់ទាន់ហើយយើងក៏ប្រឡែងវាដល់ម៉ោងដាក់ចំណីយើងលេតដល់ម៉ោងវាធម្មតាយើងដាក់ម៉ោង1ម៉ោង2ម៉ោង1ម៉ោង2អញ្ចឹងណាហើយពីព្រឹកយើងដាក់វាបន្តិចដល់ពេលថ្ងៃហ្នឹងខ្ញុំបានឲ្យចំណីវាស៊ីដល់ពេលខ្ញុំចាប់ផ្ដើមប្រឡែងវាទៅឲ្យវាហោះលេងមកជុំអញ្ចឹងហើយខ្ញុំអាទូចយើងដាក់វានៅមកកន្លែងដែលយើងធ្វើច្បុកឲ្យវាអញ្ចឹងខ្ញុំទៅត្រាំចំណីយើងដាក់កកយើងទៅត្រាំចំណីបាទត្រាំចំណីងូតទឹកអត់អីហើយបាទមកវិញជាអកុសលវាស៊ីគ្នាឯងបងប្អូនស្ទាំងកដោវាចាប់ទៅលើស្ទាំងអាឡូកអាតូចស៊ីបាទហើយអាស្ទាំងអាឡូកដូចគ្នាហ្នឹងក៏វាស៊ីដែរវាកដើមគ្នាស៊ីដែរណានិយាយរួមប្រភេទសត្វប្រមាញ់អាណាខ្សោយជាងអានឹង
ត្រូវគេស៊ីហើយបងប្អូនវាយើងកុំសូវទុកចិត្តវាពេកវាអីពេលខ្លះវានៅជុំគ្នាតាំងពីទូចមកពិតមែនប៉ុន្តែតែវាឃ្លានតែវាដាច់ចំណៃខ្លាំងគឺវាចាប់ដើមធ្វើស៊ីគ្នាឯងបាទហើយសម្រាប់ស្ទាំងអាឡូកវិញវាងាយស្រួលមែនតើបងប្អូនយើងបញ្ចំវាគឺវាងាយស្រួលយើងប្រឡែងវាចោលក៏បានហើយតែវាដល់ម៉ោងដល់ពេលវាស៊ីវាហោះមកផ្ទះហើយដូចស្ទាំងអាឡូកខ្ញុំពេលខ្លះខ្ញុំអត់បាននៅផ្ទះអីចឹងខ្ញុំគប់វាប្រឡែងវាទៅលើដើមឈើមួយថ្ងៃអីចឹងដល់ម៉ោងវាស៊ីម៉ោង8ព្រឹកហើយនឹងម៉ោង4ល្ងាចអីវាត្រឡប់មករកផ្ទះយើងវិញបាទប៉ុន្តែសម្រាប់ស្ទាំងអាឡូកខ្ញុំនេះខ្ញុំអត់ទាន់បាននេះទេវាអត់ទាន់ចេះហោះទេហើយសម្រាប់សត្វដែលយកមក4គឺស្ទាំងអាឡូក2ស្ទាំងកដោ2ឥឡូវមកទល់ដល់10ថ្ងៃហ្នឹងរយៈពេលចូល3ខែ4ខែហើយថា3ខែចុះស្ទាំងកដោហើយស្ទាំងអាឡូកនេះថាចូល2ខែបាទសម្រាប់ទំហំវាធំប៉ុណ្ណេះឯងអានេះវាចេះហោះតិចហើយវារុះរោមកាក់ចិត្តអស់ហើយបាទហើយឥឡូវអត់ទាន់ប្រហាត់អីទេខ្ញុំបុកវាឲ្យពេញរៀងសិនបានយើងប្រហាត់ប្រភេទស្ទាំងកដោគឺយើង free fly លេងសបាយពេលងាចពេលអីចឹងទៅអត់ស្តុកអីចឹងកាន់វាឲ្យស៊ីចំណីលើដៃដាក់វាគប់វាលេងឲ្យវាហោះឡើងចឹងទៅហើយប្រភេទស្ទាំងអាឡូកនេះគឺយើងសម្រាប់ប្រមាញ់ដែរវាអាចប្រមាញ់ទៅលើប្រភេទសាកាប្រភេទសកាកែវតាមផ្លូវប្រភេទលោកដីកូនចាបអីហ្នឹងហើយបើយើងប្រហាត់វានៅក្នុងស្រូវក្នុងទឹកក្នុងបឹងឈុកអីអានេះយើងអាចចាប់កុកហមក្រាស់អាចក្រាស់អីទូចដូចជាដុកដុលដែលទំហំវាប៉ិនគ្នាហ្នឹងហើយបាទបងប្អូនបាទអរគុណច្រើនបងប្អូនអរគ្នានេះគ្រាន់តែជាការចែករំលែកជាមួយនឹងការចិញ្ចឹមសត្វបក្សីប្រមាញ់បើបងប្អូនចង់បានប្រភេទបក្សីប្រមាញ់បងប្អូនអាចរៀនសាក់លបងចិញ្ចឹមប្រភេទទូចហ្នឹងទៅអានេះជាសត្វក្នុងស្រុករបស់យើងដែលវាមានតម្លៃធូរថ្លៃហើយយើងអាចរកទិញបានបាទក្នុងរដូវកាលនេះគឺនៅមានកូនឡើយទេបើចូលដល់ខែ6ខែអីហើយគឺអស់ហើយមានតែធំហើយថ្លៃហើយសម្រាប់ស្ទាំងអាឡូកបើធំទិញធំស្រាប់មួយអាចចូល40រៀល50រៀល60រៀលតាមប្រភេទសត្វបើសត្វគេចេះស្រាប់មកអាចដល់100អីដែរ80រៀល100អីដែរបាទហើយបើដល់ខែរដូវដែលវាកូនប្រភេទសត្វប្រមាញ់គឺចាប់ពីចុងខែ2រហូតដល់ចុងខែ5នេះឯងបាទវាផុតរដូវវាអស់ហើយបើស្ទាំងកដោគឺវាដូចវាមានច្រើនវាមានរដូវអត់សូវមានរដូវផុតឯអាហ្នឹងវាអាចមានកក់មានអីនៅច្រើនអញ្ចឹងហើយបានវាធូរថ្លៃហើយស្ទាំងអាឡូកនេះក៏វាសម្បូរដែរនៅស្រុកយើងអញ្ចឹងហើយបានធ្វើឲ្យតម្លៃវាធូរថ្លៃខាងវៀតណាមគឺចូលចិត្តចិញ្ចឹមហើយគឺចូលចិត្តលេងដែរប្រភេទស្ទាំងអាឡូកហើយនឹងអ៊ិនដែលគេហៅថាស្ទាំងស្លាប់ឆៃកប៉ោលខ្លីហ្នឹងបាទអរគុណច្រើនបងប្អូនអរគ្នាជំរាបលាគុំបងប្អូនអរគ្នាដែលស្រឡាញ់បក្សីប្រមាញ់អាចចែករំលែកវីដេអូនេះទៅកាន់អ្នកដែលគាត់ចាប់ផ្ដើមផងបាទអរគុណ